ជំរាបសួរបងប្អូនអ្នកគ្នាបងប្អូនអ្នកគ្នាធ្លាប់មានអារម្មណ៍ច្បោកច្បល់ក្នុងការងារឬក៏ជីវិតដែរឬទេថ្ងៃនេះខ្ញុំមកចែកម្លែកគន្លឹះគំនិតនៅក្នុងIkigai Ikigai ដកស្រង់ចេញពីសៀវភៅ Ikigai ហើយ Ikigai ប្រែថា the reason for living មូលហេតុឬក៏ហេតុផលក្នុងការរស់នៅប្រចាំថ្ងៃ Ikigai មានចំណុចសំខាន់ចំនួន4ទី1ពាក់ព័ន្ធទៅនឹងអ្វីដែលយើងចូលចិត្តធ្វើទី2គឺអ្វីដែលយើងធ្វើបានល្អហើយទី3អ្វីដែលយើងរកចំណូលបានហើយចំណុចទី4ចុងក្រោយគឺអ្វីដែលជាឥទ្ធិពលទៅសង្គមចូលរួមសង្គមអញ្ចឹងតាមរយៈបទពិសោធន៍របស់ខ្ញុំគឺខ្ញុំចូលចិត្តការអានសៀវភៅការចែកម្លែកហើយខ្ញុំមើលឃើញខ្លួនឯងថាគឺខ្ញុំមានជំនាញក្នុងការចែកម្លែកក្នុងការធ្វើបទបង្ហាញក្នុងការបណ្ដុះបណ្ដាលដូច្នេះហើយខ្ញុំបង្កើត content នេះឡើងគឺដើម្បីចែកម្លែកចំណេះដឹងចែកម្លែកបទពិសោធន៍ទៅកាន់បងប្អូនហើយសង្ឃឹមថាបងប្អូនទទួលបាននៅចំណេះដឹងនិងបទពិសោធន៍ដើម្បីអនុវត្តយកទៅអនុវត្តធ្វើឲ្យជីវិតកាន់តែប្រសើរអញ្ចឹងចំណុចបន្ទាប់ទៀតនេះបងប្អូនអាចសាកល្បងស្វែងរក Ikigai របស់ខ្លួនឯងបានដោយទី1យើងយកกระดาษឬក៏សៀវភៅមកយកមកសរសេរwhat you love សរសេរមកហើយ what you good at ហើយ what you can earn from មួយទៀត what people need អញ្ចឹងសរសេរមកហើយយើងយកមក connect ចូលគ្នាទាំង4ហ្នឹងថាតើ connect ចូលគ្នាអត់យើងនឹងឃើញIkigai របស់យើងបងប្អូនតែម្ដងហើយបងប្អូនមិនចាំបាច់រកIkigai ឲ្យឃើញតែរយៈពេលមួយថ្ងៃនោះទេបងប្អូនអាចចាប់ផ្ដើមបន្តិចម្ដងអញ្ចឹងIkigai របស់យើងនឹង become clearer អាចរកឃើញបន្តទៀតបានអរគុណច្រើនបងប្អូនអ្នកគ្នាហើយសូមបងប្អូនជួយ subscribe channel របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីបន្តទៀតអរគុណសូមជម្រាបលា